ខ្ញុំក៏សូមអបអរសាទរដល់បងប្អូនដែលជាសិស្សដែលទើបតែប្រឡងចប់ចាគេហៅប្រឡងចាក់បាក់ឌុបដែលយើងហៅថាសញ្ញាបត្រមធ្យមសិក្សានាពេលថ្មីនេះហើយទោះបីជាខ្ញុំដឹងថាបងប្អូនកំពុងតែរងចាំលទ្ធផលដោយអន្ទះសារចាខ្ញុំដឹងថាក្នុងចំណោមដែលយើងចូលរួមនោះក៏មានបងប្អូនទើបតែបញ្ចប់ในការប្រឡងដែរដើម្បីចូលរួមមើលការចែករំលែកពីរៀមច្បងចំនួនមុននៅក្នុងកម្មវិធីនេះដឹងថារយៈពេលនេះគឺបុកពោះណាស់មិនដឹងថាលទ្ធផលប្រឡងជាប់ឬមួយក៏ធ្លាក់យ៉ាងម៉េចទេចាប៉ុន្តែនៅក្នុងថ្ងៃនេះគឺខ្ញុំសូមជូនពរឲ្យបងប្អូនក្មួយដែលប្រឡងចប់នឹងគឺទទួលបាននៅលទ្ធផលគួរជាទីពេញចិត្តចាសូមជូនពរទាំងអស់គ្នាបងប្អូនទៅចាំថាទោះបីជាយើងជាប់ឬមិនជាប់ក៏ដោយក៏យើងមានឱកាសច្រើនបើអ្នកជាប់គឺយើងអាចបន្តការសិក្សានៅមហាវិទ្យាល័យប៉ុន្តែបើអ្នកមិនជាប់គឺយើងមានការសិក្សាច្រើនណាស់ដូចជាមាន vocational training ចាការសិក្សាយកជំនាញហើយនឹងមានបញ្ញាបត្ររងដូច្នេះគឺបងប្អូនក្មួយកុំអស់សង្ឃឹមហើយរដ្ឋាភិបាលរបស់យើងផ្ដល់ឱកាសឲ្យក្មួយដែលមិនបានប្រឡងជាប់ចាបាក់ឌុបគឺអាចបន្តរៀនជាជំនាញចាវិជ្ជាជីវៈផ្ទាល់ខ្លួនហើយទោះបីជាយ៉ាងណាក៏បងសុំហើយនឹងមីងសុំជូនពរឲ្យក្មួយប្រឡងជាប់ទាំងអស់គ្នាហើយនឹងទទួលបាននូវភាពជោគជ័យថ្មីបន្ថែមទៀតសម្រាប់ជីវិតដ៏វែងឆ្ងាយរបស់បងប្អូននិងក្មួយ